ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាអ៊ុយក្រែននឹងតែងតាំងប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ពានរង្វាន់ Nobel សន្តិភាពប្រសិនបើគាត់ជោគជ័យក្នុងការបញ្ឈប់សកម្មភាពយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនយោងតាមការចុះផ្សាយរបស់អ៊ុយក្រែន Ska Brava កាលពីថ្ងៃទី9ខែតុលាឆ្នាំ2025លោក Zelensky បានប្រាប់ថាផែនការបញ្ចប់សង្គ្រាមនឹងមិនមានលក្ខណៈសាមញ្ញនោះទេប៉ុន្តែវាពិតជាមានផ្លូវឆ្ពោះទៅមុខហើយប្រសិនបើលោក Trump ទទួលបទឈប់បាញ់សម្រាប់ពិភពលោកនិងជាពិសេសប្រជាជនអ៊ុយក្រែននោះគាត់គួរតែត្រូវបានតែងតាំងសម្រាប់មានរង្វាន់ Nobel សន្តិភាពយើងនឹងតែងតាំងគាត់ពីអ៊ុយក្រែនមេដឹកនាំអ៊ុយក្រែនបានបន្ថែមថាលោកជឿថាគោលដៅរបស់លោក Trump គឺនាំភាគីទាំងពីរមកកាន់តុចរចានិងបញ្ឈប់ការប្រយុទ្ធគ្នាលោក Zelensky បានរៀបរាប់ថាខ្ញុំគិតថាប្រធានាធិបតី Trump ចង់ឲ្យយើងនៅតុចរចាហើយយើងគ្រប់គ្រងផ្លូវនេះខ្ញុំគិតថាគាត់ចង់បានបទឈប់បាញ់និងបញ្ចប់សង្គ្រាមខ្ញុំជឿថានោះគឺជាគោលដៅរបស់គាត់តាំងពីដំបូងមកសូមជម្រាបថាលោក Trump បានសម្ដែងដោយបើកចំហនៅបំណងប្រាថ្នារបស់គាត់សម្រាប់ពានរង្វាន់នេះហើយអះអាងថាបានបញ្ចប់សង្គ្រាមជាច្រើនក្នុងអំឡុងពេលលោកធ្វើជាប្រធានាធិបតីការអធិប្បាយចុងក្រោយបង្អស់របស់លោក Zelensky បានកើតឡើងបន្ទាប់ពីបទឈប់បាញ់មួយត្រូវបានប្រកាសនៅក្នុងសង្គ្រាមអ៊ីស្រាអែល Gaza ដែលជាគំនិតផ្ដួចផ្ដើមដែលលោក Trump បានចូលរួម